อนี่មានដឹងថាមូលហេតុអីបានជាប្រទេសថៃថ្ងៃនេះគេបាច់ដាក់ប្រទេសក្នុងគឺដោយសារតែស្ដេចថៃថ្ងៃនេះគេខ្លាចនាយករដ្ឋមន្ត្រីនៅក្នុងពេលបច្ចុប្បន្នហ្នឹងណាទៅតាមអំណាចរបស់គេនេះហើយជាមូលហេតុឲ្យថៃបាច់បាក់ប្រទេសក្នុងហើយទាំងអស់គ្នាត្រូវដឹងណានាយករដ្ឋមន្ត្រីនៅក្នុងពេលបច្ចុប្បន្ននេះមិនមែនជាការតែងតាំងរបស់ស្ដេចទេស្ដេចមិនបានតែងតាំងទេហើយស្ដេចក៏មិនបានពេញចិត្តដែរគឺជាការតែងតាំងរបស់រដ្ឋសភាជាអ្នកតែងតាំងម្នាក់ស្រីហ្នឹងឲ្យធ្វើជានាយករដ្ឋមន្ត្រីនៅក្នុងពេលបច្ចុប្បន្ននេះហើយនាយករដ្ឋមន្ត្រីរបស់ថៃនៅក្នុងពេលបច្ចុប្បន្ននេះអំណាចរបស់គេក៏មិនធម្មតាដែរហើយមួយទៀតគេក៏មានទំនាក់ទំនងល្អជាមួយនឹងប្រទេសជិតខាងដែរនេះហើយជាមូលហេតុដែលស្ដេចថៃអង្ហ្នឹងគឺគេខ្លាចបាត់បង់អំណាចរបស់គេខ្លាំងមែនទែនទាំងអស់គ្នាអញ្ចឹងហើយនៅប្រទេសថៃអង្ហ្នឹងគឺបាញ់ចែកជាពីរប៉ាក់ក្រុមមួយគឺនៅខាងខាតារដ្ឋាភិបាលនៅខាងខាតានាយករដ្ឋមន្ត្រីក្រុមមួយទៀតគឺនៅខាងស្ដេចប៉ុន្តែក្រុមនៅខាងស្ដេចហ្នឹងគឺរៀងច្រើនគាត់បានទាំងអស់គ្នានិយាយទៅតែហ៊ានយោធាភាពច្រើនគឺនៅខាងស្ដេចហើយនៅក្នុងពេលបច្ចុប្បន្ននេះណាអំណាចកន្លែងណាដែលសំខាន់គឺតែហ៊ានយោធាទៀមមកកាន់កាប់គេអត់អនុញ្ញាតឲ្យរដ្ឋាភិបាលនៅក្នុងពេលបច្ចុប្បន្ននេះកាន់កាប់ទេព្រោះអីគេខ្លាចគុំគឺដល់អំណាចរបស់ស្ដេចហើយទាំងអស់គ្នាត្រូវដឹងណាអ្នកដែលនៅពីក្រោយទាហានយោធាមិនមែនជារដ្ឋាភិបាលមិនមែនជានាយករដ្ឋមន្ត្រីទេគឺជាស្ដេចគឺមានអំណាចខ្លាំងជាងគេនៅប្រទេសថៃនិយាយទៅគឺតចំនួនในប្រទេសថៃអ្នកដែលមានអំណាចខ្លាំងជាងគេគឺជាស្ដេចគឺតែងតែមានអំណាចតចំនួនហ្មងនេះគឺនៅប្រទេសថៃទាំងអស់គ្នាហើយរាល់ថ្ងៃតាមការគិតរបស់ខ្ញុំណាស្ដេចថៃគេមានគម្រោងធ្វើរដ្ឋបហាទម្លាក់រដ្ឋាភិបាលនៅក្នុងពេលបច្ចុប្បន្ននេះផងហើយនៅមានគម្រោងណាឈ្លានពានចុកទឹកដីប្រទេសជិតខាងផងហើយនាយករដ្ឋមន្ត្រីរាល់ថ្ងៃហ្នឹងគាត់ក៏ដឹងដែរថាអ្វីខុសអ្វីត្រូវគាត់ដឹងប៉ុន្តែគាត់មិនអាចចំទាស់បានទេគាត់ត្រូវតែស្របបើសិនជាមិនស្របទេគឺទាហានយោធាគេធ្វើរដ្ឋបហាទម្លាក់ឯងនេះជារឿងផ្ទៃក្នុងរបស់ប្រទេសថៃរាល់ថ្ងៃហ្នឹង